ខ្ញុំបាទសូមគោរពអាយដាមឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានកកចខ្ញុំបាទសូមគោរពអាយដាមបណ្ឌិតសាស្ត្រាចារ្យសុកស៊ីផាណាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសលោកអ្នកអង្គញាអាយដាមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីអាយដាមលោកជំទាវអស់លោកស្រីក៏ដូចជាភ្ញៀវជាតិនិងអន្តរជាតិទាំងអស់បាទថ្ងៃនេះខ្ញុំបាទមានកិត្តិយសនៅក្នុងការធ្វើបទបង្ហាញអំពីឯកសារដ៏សំខាន់មួយបាទគឺទស្សនាទាននៃការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជាហើយតាមរយៈនេះគឺមុននឹងទៅដល់មាតិកាខ្ញុំក៏សូមថ្លែងអំណរគុណចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការដែលបានព្រួយផ្ដើមនិងណែនាំឲ្យមានការរៀបចំនៅសិក្ខាសាលាថ្ងៃនេះហើយឯកឧត្តមឧបបានចូលរួមជាអធិបតីផ្ទាល់ហើយជាពិសេសគឺថ្ងៃនេះក៏មានអ្នកចូលរួមបាទដែលជាចំនួនមួយដែលច្រើនហើយលើសពីចំនួនដែលបានរំពឹងទុកបាទអញ្ចឹងគឺជាការបង្ហាញមួយអំពីការយកចិត្តទុកដាក់ក៏ដូចជាសារៈសំខាន់នៃសិក្ខាសាលានេះក៏ដូចជាការរៀបចំនៅក្រមពាណិជ្ជកម្មសម្រាប់កម្ពុជាយើងផងដែរនៅក្នុងបទបង្ហាញដោយខ្លីនេះគឺខ្ញុំបាទសូមលើកយក5ចំណុចបាទទី1គឺជាសេចក្តីផ្ដើមទី2គឺការលើកឡើងខ្លះនៅបញ្ហាប្រឈមក្នុងវិស័យពាណិជ្ជកម្មនិងតម្រូវការនៃការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជាទី2គឺដំណើរការនៃការរៀបចំទស្សនាទានស្តីពីក្រមពាណិជ្ជកម្មកម្ពុជានិងទី4គឺជាមាតិកាព្រៀងបាទនៃក្រមពាណិជ្ជកម្មហើយនឹងចុងក្រោយគឺការលើកឡើងអំពីផែនការសកម្មភាពនៅក្នុងការរៀបចំក្រមពាណិជ្ជកម្មនេះបាទឯកឧត្តមលោកជំទាវមានឯកសារនេះនៅក្នុងសំណុំឯកសារដែលយើងខ្ញុំបានរៀបចំផ្ញើជូនហើយនោះគឺជាឯកសារលម្អិតអញ្ចឹងបទបង្ហាញរបស់ខ្ញុំបាទនេះគឺជាអាចថាជាការសង្ខេបខ្លីនៅអ្វីដែលមានសរសេរនៅក្នុងឯកសារច្រើនទំព័រដែរបាទដែលបានចែកជូនឯកឧត្តមលោកជំទាវទាំងអស់បាទហើយនេះគឺជាមេតិកាលម្អិតបាទនៅក្នុងចំណុចនីមួយៗបាទហើយដែលខ្ញុំបាទសូមចូលទី1បាទគឺទៅដល់សេចក្តីផ្ដើមបាទចឹងការរៀបចំនៅក្រមពាណិជ្ជកម្មនេះគឺទី1ជាការរៀបចំមួយដែលស្របទៅតាមអ្វីដែលបានកំណត់នៅក្នុងមុំទី4នៃស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបាទហើយនៅក្នុងនោះបាទក៏មានជាការចរិតច្បាស់លាស់នៅក្នុងឯកសារមួយដែលយើងហៅថាជាឯកសារក្របខ័ណ្ឌនៃក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជាដែលសម្ដេចមហាបវរធិបតីបានប្រកាសដាក់ឲ្យអនុវត្តនៅថ្ងៃទី10ខែកក្កដាឆ្នាំ2025កន្លងទៅនេះបាទហើយជាពិសេសគឺនៅក្នុងចំណុចបាទដែលក្នុងផែនការរយៈពេល20ឆ្នាំរបស់កកចនេះក៏យើងបានចែងបាទច្បាស់លាស់អំពីចំណុចនេះផងដែរហើយមុននេះគឺដោយដែលឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានលើកឡើងការគោលគំនិតនៅក្នុងការរៀបចំក្រមពាណិជ្ជកម្មនេះបាទជាគំនិតព្រួយប្រាំផ្ទាល់របស់ឧត្តមឧបនាយករដ្ឋមន្ត្រីហើយក៏បានជំរុញបាទរហូតមកដល់ការរៀបចំនៅសិក្ខាសាលានៅថ្ងៃនេះបាទស្លាយនេះបាទខ្ញុំបាទមិនលើកពេលច្រើនទេបាទដោយសារតែនេះជាការសង្ខេបមួយអំពីក្របខ័ណ្ឌនៃការកែទម្រង់ច្បាប់នៅកម្ពុជារបស់យើងបាទហើយដែលអង្គពិធីទាំងមូលបាទអាចពិនិត្យមើលឃើញអំពីអ្វីដែលជាបេសកកម្មរបស់កកចបាទចក្ខុវិស័យហើយក៏ដូចជាការរៀបចំនៅ
រចនាសម្ព័ន្ធបាទដើម្បីធ្វើយ៉ាងម៉េចគឺរុញការកែតម្រង់ច្បាប់នៅកម្ពុជារបស់យើងនេះបាទឲ្យបានដល់ទិសដៅចុងក្រោយដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការលើកឡើងមិញគឺថាប្រទេសកម្ពុជាយើងមានប្រព័ន្ធច្បាប់មួយដែលមានបូរណភាពហើយយើងមានវប្បធម៌នីតិរដ្ឋពេញលេញនៅក្នុងប្រទេសកម្ពុជារបស់យើងបាទការគំនិតនៅក្នុងការរៀបចំឲ្យមានជាក្រមពាណិជ្ជកម្មនេះគឺតាមពិតទៅគឺដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមមួយចំនួនដែលជាការរកឃើញបាទដោយកកចបាទជាបទពិសោធន៍ផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏ដូចជាការលើកឡើងជាបន្តបន្ទាប់ដែររបស់វិស័យឯកជនបាទតាក់ទងជាមួយនឹងក្របខ័ណ្ឌនៃនៅក្នុងវិស័យពាណិជ្ជកម្មរបស់យើងបាទអញ្ចឹងនៅក្នុងនេះគឺជាចំណុចគូលដែលឯកឧត្តមឧបប្រចាំការបានលើកឡើងមុននេះតិចដែរបាទគឺពេលខ្លះយើងជួបនៅបញ្ហារឿងអសង្កត់ភាពរវាងច្បាប់ជាមួយនឹងច្បាប់បាទអញ្ចឹងកន្លងមកគឺសម្រាប់អ្នកអនុវត្តបាទដោយឧត្តមទេសរដ្ឋមន្ត្រីសុកស៊ីផាណាលើកឡើងដែរគឺយើងរាល់ថ្ងៃយើងមានក្រមរដ្ឋបវេនីជាគោលបាទប៉ុន្តែសកម្មភាពច្រើនដែរនៅក្នុងវិស័យពាណិជ្ជកម្មពេលខ្លះគឺយើងអត់មានឬក៏ជួនកាលមានដែរប៉ុន្តែវាអាចមានលក្ខណៈផ្ទុយគ្នាបាទអញ្ចឹងតាក់ទងបញ្ហារឿងកម្ចីពាក់ព័ន្ធបញ្ហារឿងការធានារឿងអីនេះបាទជួនកាលវាអាចមានលក្ខណៈខុសគ្នាបាទទីហោដូចបញ្ហារឿងលំដាប់សិទ្ធិអាទិភាពបាទរបស់ម្ចាស់បំណុលអីនេះគឺយើងឃើញថាវិស័យខុសៗគ្នាបាទខាងធនាគារខាងក្រុមហ៊ុនទូទៅខាងច្បាប់ការងារអីគឺយើងឃើញថាវាមានការកំណត់ផ្សេងគ្នាអញ្ចឹងនេះជាចំណុចការលំបាកមួយដែរបាទតែពេលខ្លះទៀតបាទគឺយើងក៏ឃើញថាវាមានបញ្ហារឿងអនុលោមភាពឬក៏នីតិវិធីមានច្រើនបាទអញ្ចឹងគឺយើងលើកជាគោលការណ៍រឿងបញ្ហាការចំជីបាទរឿងបញ្ហានៃការសុំអាជ្ញាប័ណ្ណឬក៏លិខិតអនុញ្ញាតអីបាទដែលមានក្រសួងផ្សេងហើយកន្លែងនេះថ្ងៃនេះក៏យើងមានក្រសួងស្ថាប័នច្រើនដែរដែលបានចូលរួមបាទហើយដែលសម្ដេចនាយករដ្ឋមន្ត្រីក៏បានលើកអំពីបញ្ហានេះនៅក្នុងការប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកន្លងមកដែរបាទអញ្ចឹងគឺវាមានយើងហៅជាចំណុចបញ្ហាច្រើនប៉ុន្តែអាយដាមលុយមទាវអាចពិនិត្យជាលំអិតនៅក្នុងឯកសារក្របខ័ណ្ឌទស្សនទានស្ដីពីការកសាងក្រមពាណិជ្ជកម្មនេះបានបាទហើយពេលខ្លះទៀតបាទជាមានស្ថាប័នច្រើនហើយស្ថាប័នហ្នឹងធ្វើការលើរឿងតែមួយជាមួយគ្នាយើងពេលខ្លះឆ្លោះគ្នាដែរបាទតែរឿងនេះក៏យើងឃើញថាមានការដោះស្រាយអីជាបន្តបន្ទាប់ដែរបាទឧទាហរណ៍ដែលយើងឃើញតាក់ទងនឹងបញ្ហារឿងផលិតផលខ្លែងខ្លាយរឿងអីដែលមានទាំងក្រសួងពាណិជ្ជកម្មផងក្រសួងមហាផ្ទៃផងអីចឹងបាទអញ្ចឹងខ្ញុំបាទមិនចូលជ្រៅច្រើនទេប៉ុន្តែមានចំណុចមួយទៀតដែលខ្ញុំបាទចង់លើកដែរគឺតាក់ទងនឹងការពិបាកនៅក្នុងការស្វែងរកឯកសារច្បាប់បាទអញ្ចឹងកន្លែងនេះគឺកកចក៏បានរៀបចំនៅគម្រោងមួយដែរជាយើងហៅគម្រោងនៃការរៀបចំមូលដ្ឋាននៃច្បាប់ហើយនឹងគេហទំព័រច្បាប់ដែលបន្តិចទៀតទៅគឺច្បាប់ហើយនឹងលិខិតបទដ្ឋានគតិយុត្តទាំងអស់យើងនឹងយកមកដាក់នៅក្នុង website មួយហើយដែលគ្រប់គ្នាអាចចូលទៅមើលបានទាញយកមកប្រើប្រាស់បានបាទអញ្ចឹងជាគម្រោងមួយដែលយើងហៅរៀងមហិច្ឆតាបន្តិចបាទរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការប៉ុន្តែយើងគិតថាយើងនឹងអាចធ្វើបានហើយនឹងអាចអនុវត្តបាននៅចុងឆ្នាំនេះដែរបាទចំណុចមួយទៀតដែរគឺជាបញ្ហានៃការធ្វើ digital សេវាបាទអញ្ចឹងគឺរាល់ថ្ងៃយើងមានថ្នាល digital របស់ក្រសួងស្ថាប័នក៏ដូចជាការងារដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកំពុងតែដឹកនាំធ្វើប៉ុន្តែក៏យើងឃើញថាវានៅមិនទាន់គ្រប់ជ្រុងជ្រោយទេបាទប៉ុន្តែវាជាការងារមួយដែលយើងត្រូវតែធ្វើត្រូវតែចាប់ផ្ដើមផ្ដល់សេវាតាមប្រព័ន្ធយើងហៅអ៊ីនធឺណិតតាមប្រព័ន្ធ digital នេះបាទអញ្ចឹងវាមានរឿងច្រើនហើយដែលរឿងទាំងអស់នេះបាទយើងត្រូវយកមកដោះស្រាយហើយជាពិសេសគឺយើងយកមកបញ្ចូលនៅក្នុងក្របខ័ណ្ឌនៃគំនិតនៃការរៀបចំក្រមពាណិជ្ជកម្មអញ្ចឹងនៅក្នុងការរៀបចំនេះបាទគឺជាបាទជាគោលបំណងនៅក្នុងការរៀបចំគឺយើងចង់ធ្វើការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យពាណិជ្ជកម្មបាទជាការ
ធ្វើឲ្យវិធានរបស់កម្ពុជាយើងបាទវិវត្តស្របទៅតាមការវិវត្តនៃរបៀបឬក៏ទំនាក់ទំនងពាណិជ្ជកម្មដែរបាទដែលអាដាមឧបៈបានលើកឡើងនៅក្នុងសន្ទរកថាបើកអំបញ្ញមិញបាទហើយក៏ទិសដៅរបស់យើងក៏យើងចង់ថាមានច្បាប់នៅកន្លែងតែមួយទៅក៏វាកាត់បន្ថយបាននូវភាពស្មុគស្មាញហើយនឹងការផលប៉ះពាល់ជាអវិជ្ជមានលើវិស័យពាណិជ្ជកម្មហើយនឹងចុងក្រោយគឺយើងចង់មានស្តង់ដារមួយបាទនៃការរៀបចំលិខិតបទដ្ឋានក៏ដូចជាសង្គតភាពបាទនៅក្នុងវិធានទាំងអស់បាទក៏ដូចជាអ្វីដែលយើងហៅថាជា level playing field ក៏ដូចជាបញ្ហាដំណាភាពនៅក្នុងវិស័យពាណិជ្ជកម្មផងដែរហើយការរៀបចំក្រមពាណិជ្ជកម្មនេះគឺបាទជាការរំពឹងទុកគឺយើងនឹងបានក្រមមួយបាទដែលមានអត្ថបទច្បាប់ដែលពាក់ព័ន្ធច្បាប់និងវិធានគតិយុត្តដែលពាក់ព័ន្ធជាមួយនឹងវិស័យពាណិជ្ជកម្មនៅក្នុងឯកសារតែមួយបាទហើយតាការដែលមានឯកសារតែមួយនេះបាទគឺយើងធានាបាននៅភាពសុខដុមដែលបច្ចេកទេសយើងហៅសុខដុមគតិយុត្តគឺច្បាប់ទាំងអស់គឺនៅជាមួយគ្នាបាទស៊ីសង្វាក់គ្នាមិនប្រទាំងប្រទើសគ្នាទេបាទហើយមានយើងហៅធានានៅសង្គតភាពនៅក្នុងការអនុវត្តនៅក្នុងការបកស្រាយបាទជាពិសេសគឺរាល់ថ្ងៃដែលយើងថាជួបប្រទះច្រើនគឺបញ្ហានៅក្នុងការបកស្រាយហើយនៅក្នុងការអនុវត្តបាទហើយការរៀបចំជាក្រមនេះគឺយើងនឹងមានគោលការណ៍ណែនាំច្បាស់លាស់ហើយតាមរយៈហ្នឹងក៏វាជួយសម្រួលទៅដល់ការស្វែងរកច្បាប់ស្វែងរកឯកសារគតិយុត្តនៅក្នុងវិស័យពាណិជ្ជកម្មដែរហើយបើធ្វើអញ្ចឹងបានគឺយើងនឹងបង្កើននៅទំនុកចិត្តបាទចំពោះអ្នកវិនិយោគក៏ដូចជាអ្នកធុរជនបាទនៅក្នុងប្រព័ន្ធច្បាប់របស់យើងហើយក្នុងនេះក៏យើងបានគិតគូរដែរថាអាចនឹងចូលរួមចំណែកដែរដល់ក្នុងការបង្កើនប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទពាណិជ្ជកម្មបាទដែលកន្លែងនេះក៏ជាចំណុចស្នូលមួយដែរនៅក្នុងការពិភាក្សាពេលដែលយើងគិតអំពីការរៀបចំក្រមថាតើយើងដោះស្រាយវិវាទហ្នឹងបាទយកយន្តការដែលមានស្រាប់ជាមជ្ឈត្តការជាការដោះស្រាយវិវាទដោយតុលាការហើយយើងមានតុលាការទូទៅឬក៏ត្រូវបង្កើតជាតុលាការពាណិជ្ជកម្មឲ្យបានជាក់លាក់បាទប៉ុន្តែក៏មានយន្តការបន្ថែមដូចជាសន្ធានកម្មបាទអីផ្សេងទៀតដែរបាទហើយចុងក្រោយទៅគឺគិតយល់ថាក្រមនេះនឹងជួយឲ្យយើងមានកំណើនសេដ្ឋកិច្ចដែរតាមរយៈការវិនិយោគពេញលេញនៅកម្ពុជាយើងបាទចំណុចទី3គឺតាក់ទងដំណើរការនៃការរៀបចំទស្សនទាននៃស្ដីពីក្រមពាណិជ្ជកម្មកម្ពុជានេះគឺកន្លងមកគឺយើងខ្ញុំបានធ្វើកិច្ចការងារចំនួន5បាទទី1គឺការរៀបចំក្របខ័ណ្ឌអភិបាលកិច្ចទី2គឺការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធទី3គឺការធ្វើទស្សនកិច្ចសិក្សាបាទហើយនឹងទី4គឺការសិក្សាស្រាវជ្រាវពីក្រមពាណិជ្ជកម្មពីប្រទេសអភិវឌ្ឍន៍និងប្រទេសដែលមានលក្ខណៈប្រព័ន្ធច្បាប់ស្តីងកម្ពុជាហើយនឹងមួយទៀតដែរក៏បានធ្វើការសិក្សាពីវិធីសាស្ត្រនៃការរៀបចំក្រមដែរបាទអញ្ចឹងក្របខ័ណ្ឌអភិបាលកិច្ចនេះគឺឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានចេញសេចក្តីសម្រេចមួយបាទកាលពីឆ្នាំ2026បាទដើម្បីបង្កើតក្រុមការងាររៀបចំក្របខ័ណ្ឌទស្សនទានស្តីពីក្រមពាណិជ្ជកម្មសម្រាប់កម្ពុជាហើយដែលក្រុមការងារនេះគឺមានឯកឧត្តមទេសរដ្ឋមន្ត្រីសុកស៊ីផាណាជាប្រធានបាទហើយបន្ទាប់មកក៏ក្រុមការងារយើងបានដំណើរការនៅកិច្ចការងាររហូតដល់ចេញជាសេចក្តីព្រាងក្របខ័ណ្ឌទស្សនទានស្តីពីការរៀបចំក្រមពាណិជ្ជកម្មក៏ដូចជាការរៀបចំសិក្ខាសាលានៅថ្ងៃនេះដែរទី2គឺក៏បានធ្វើការពិគ្រោះយោបល់ជាមួយនឹងភាគីពាក់ព័ន្ធអញ្ចឹងគឺលើកទី1គឺបានធ្វើនៅខេត្តព្រះសីហនុបាទហើយលើកទី2គឺជាកម្មវិធីថ្ងៃនេះបាទដែលជាការពិគ្រោះយោបល់ហើយឯកឧត្តមលោកជំទាវអាចឃើញអំពីសមាជិកភាពដែលចូលរួមគឺបើគិតទៅថាមានទាំងអស់ទាំងវិស័យសាធារណៈទាំងវិស័យឯកជនទាំងអ្នកវិជ្ជាជីវៈក្នុងវិស័យច្បាប់ជាពិសេសច្បាប់ពាណិជ្ជកម្មនេះគឺសុទ្ធតែបានចូលរួមបាទហើយ
ដែលនៅក្នុងនោះគឺជាគោលគឺការពិភាក្សាកន្លងមកក៏ដូចជាការពិភាក្សាថ្ងៃនេះដែរគឺយើងផ្ដោតទៅលើ3ចំណុចបាទទី1គឺទៅលើភាពចាំបាច់បាទនៃការរៀបចំក្រមពាណិជ្ជកម្មបាទថាតើយើងចាំបាច់ត្រូវធ្វើច្បាប់នឹងទេធ្វើក្រមនឹងទេទី2បើយើងធ្វើតើយើងយកវិធីសាស្ត្រអីបាទដែលខ្ញុំបាទនឹងលើកជាខ្លីបន្តិចទៀតហើយនឹងទី3គឺតើយើងយកវិធានកតិយុត្តអីខ្លះយកមកដាក់បញ្ចូលនៅក្នុងក្រមរបស់យើងបាទកន្លងមកខ្ញុំបាទក៏បានធ្វើទស្សនកិច្ចសិក្សានៅបានមួយដងដែរនៅប្រទេសបារាំងដែលក្នុងនោះគឺយើងបានទៅជួបជាមួយនឹងស្ថាប័ន4បាទទី1គឺខាងសាកលវិទ្យាល័យជាជួបជាមួយនឹងគ្រូច្បាប់ដើម្បីយើងចង់ដឹងអំពីការងារក្រមនេះដែរបាទទី2គឺជាមួយនឹងគណៈកម្មការមួយនៅបារាំងគេហៅគណៈកម្មការជាន់ខ្ពស់ទទួលបន្ទុកក្រមនីយកម្មបាទគឺជាគណៈកម្មការគឺទទួលបន្ទុកតែធ្វើតែក្រមហ្មងបាទអញ្ចឹងច្រើនបាទហើយក៏បានទៅសភាពាណិជ្ជកម្មអន្តរជាតិប៉ារីសដែរហើយនឹងចុងក្រោយគឺមានសមាគមមួយទៀតគឺសមាគម Henri Capiton ដែលជាសមាគមមួយគឺគាត់លើកកម្ពស់ទៅលើការប្រើប្រាស់ក្រមក៏ដូចជាប្រព័ន្ធច្បាប់ស៊ីវិលដែរបាទក្រៅពីទស្សនកិច្ចសិក្សានេះគឺយើងខ្ញុំក៏បានធ្វើការសិក្សាស្រាវជ្រាវអំពីក្រមពាណិជ្ជកម្មនៅបណ្ដាប្រទេសមួយចំនួនជាពិសេសគឺបណ្ដាប្រទេសអភិវឌ្ឍហើយនិងប្រទេសដែលមានប្រព័ន្ធច្បាប់ស្តៀងយើងហើយក្នុងនោះគឺនៅក្នុងឯកសារគឺបានសិក្សាទៅលើក្រមរបស់សហរដ្ឋអាមេរិកដែលយើងហៅជា Uniform Commercial Code បាទជាក្រមពាណិជ្ជកម្មឯកភាពមួយបាទរបស់អាមេរិកយើងមានក្រមពាណិជ្ជកម្មរបស់បារាំងក្រមពាណិជ្ជកម្មរបស់អាល្លឺម៉ង់ហើយនិងក្រមពាណិជ្ជកម្មរបស់ជប៉ុនបាទចឹងអាដាមលោកជំទាវអាចមើលនេះជាគំនិតមួយថាតើក្រមពាណិជ្ជកម្មកម្ពុជាយើងគួរដាក់អីខ្លះបាទហើយបើយើងមើលនៅក្នុងនេះយើងឃើញថាអាមេរិកហើយនិងបារាំងដូចជាមានចំណុចច្រើនបាទក្នុងមាតិកាហើយដូចជារៀងច្រើននេះគេបាទប៉ុន្តែបើយើងពិនិត្យជារួមថាវាសុទ្ធតែជារឿងដែលពាក់ព័ន្ធជាមួយនឹងរឿងដំណើរការនៃការធ្វើពាណិជ្ជកម្មអញ្ចឹងយកច្បាប់ដែលពាក់ព័ន្ធទាំងអស់យកមកដាក់បញ្ចូលគ្នាក្នុងក្រមតែមួយបាទអញ្ចឹងនៅក្នុងនេះយើងអាចឃើញបាទវាមានបញ្ហារឿងវិធានទូទៅនៃពាណិជ្ជកម្មបាទវាមានតកតងនឹងទម្រង់នៃការធ្វើពាណិជ្ជកម្មជាទម្រង់ក្រុមហ៊ុនបាទជាទម្រង់សហគ្រាសឯកបុគ្គលបាទតកតងជាមួយនឹងប្រតិបត្តិការពាណិជ្ជកម្មបាទការធ្វើកិច្ចសន្យាមានទិញលក់មានជួលមានសេវាកម្មអីផ្សេងនេះបាទអញ្ចឹងគឺនេះជាចំណុចដែលយើងខ្ញុំបានស្រាវជ្រាវដែរហើយបានដាក់នៅក្នុងឯកសារពាក់ព័ន្ធជាមួយនឹងការធ្វើត្រៀមរៀបចំធ្វើក្រមនេះបាទយើងខ្ញុំក៏បានធ្វើការសិក្សាដែរនេះជាការសិក្សាជាលក្ខណៈទ្រឹស្ដីដែរពាក់ព័ន្ធជាមួយនឹងក្របខ័ណ្ឌនៃទំនាក់ទំនងពាណិជ្ជកម្មតើវាមានអ្វីខ្លះអញ្ចឹងក្នុងហ្នឹងគឺជារួមដែលថាជាស្តង់ដារហ្មងគឺគេគិតថាវាមានទំនាក់ទំនង3ដែលយើងហៅថាទី1គឺរវាងអាជីវករនិងអាជីវករឬក៏ពាណិជ្ជករនិងពាណិជ្ជករហ្នឹងគឺជាសកម្មភាពរវាងគ្នាទី2គឺក៏វាមានដែរទម្រង់នៃទំនាក់ទំនងពាណិជ្ជកម្មរវាងឯកជនជាមួយនឹងរដ្ឋហើយដែលនៅក្នុងប្រព័ន្ធរបស់យើងគឺជាទូទៅយើងហៅជាប្រព័ន្ធនៃលទ្ធកម្មសាធារណៈបាទអញ្ចឹងយើងចង់លក់សេវាឬក៏លក់ផលិតផលជូនទៅស្ថាប័នរដ្ឋអាហ្នឹងយើងមានប្រព័ន្ធលទ្ធកម្មបាទប៉ុន្តែមួយទៀតក៏ជាទំនាក់ទំនងដែលច្រើនគឺរវាងពាណិជ្ជករនិងអ្នកប្រើប្រាស់ចុងក្រោយបាទអញ្ចឹងថាតើយើងគិតអំពីក្របខ័ណ្ឌនៃទំនាក់ទំនងទាំងអស់នេះហើយយើងគិតយកមកបញ្ចូលក្នុងក្រមពាណិជ្ជកម្មរបស់យើងដោយរបៀបម៉េចបាទបន្ថែមពីលើនេះគឺយើងខ្ញុំក៏បានធ្វើការសិក្សាអំពីវិធីសាស្ត្រនៃការរៀបចំក្រមបាទថាតើយើងចង់ធ្វើក្រមមួយយើងធ្វើរបៀបម៉េចបាទអញ្ចឹងនៅក្នុងនេះគឺកម្ពុជាយើងបានរៀបចំធ្វើក្រមបាន5ហើយបាទរហូតដល់ពេលនេះបាទយើងមានក្រមរដ្ឋបវេនីបាទដែលយើងធ្វើនៅក្នុងឆ្នាំ2007ក្រមតេតិរដ្ឋបវេនីឆ្នាំ2006ក្រមព្រហ្មទណ្ឌឆ្នាំ2009ក្រមតេតិព្រហ្មទណ្ឌឆ្នាំ2007ហើយនឹងចុងក្រោយ
ថ្មីថ្មីជាងគេគឺជាក្រមបរិស្ថាននិងធនធានធម្មជាតិដែលយើងធ្វើបាននៅឆ្នាំ2023អញ្ចឹងក្រមនេះគឺរបៀបនៃការធ្វើគឺយើងមានបច្ចេកទេសមានវិធីសាស្ត្ររបស់កម្ពុជាយើងដែរយើងមានបទពិសោធន៍ដែរហើយដែលថ្ងៃនេះក៏យើងមាន panel ទី1ហ្នឹងគឺវេទិកាភាសាទី1ហ្នឹងគឺជជែកអំពីរឿងវិធីសាស្ត្រហ្នឹងបាទថាតើយើងធ្វើក្រមយ៉ាងម៉េចហើយដែលអាយដាមហេលចម្រើនជាអ្នកសម្របសម្រួលបាទហើយវិធានបទទី1មិញបាទអំពីរឿងវិសាលភាពនៃក្រមពាណិជ្ជកម្មគឺអាយដាមសុកស៊ីផាណាជាអ្នកសម្របសម្រួលអញ្ចឹងនៅក្នុងនេះដល់យើងធ្វើការសិក្សាទាំងប្រព័ន្ធរបស់កម្ពុជាយើងបទពិសោធន៍ធ្វើក្រមទាំង5ក៏ដូចជានវានុវត្តន៍អន្តរជាតិបាទជាពិសេសគឺបទពិសោធន៍ពីប្រទេសបារាំងអីនេះគឺយើងឃើញថាបច្ចេកទេសនៃការធ្វើគឺវាមាន3ធំបាទទី1គឺយើងហៅធ្វើត្រឹមតែជាការប្រមូលផ្ដុំបាទទី2គឺធ្វើត្រឹមតែជាការចងក្រងហើយនឹងទី3គឺធ្វើជាក្រមបាទអញ្ចឹង3នេះគឺបើយើងគិតថាការធ្វើការប្រមូលផ្ដុំអាហ្នឹងវារៀងការងារធូរស្រាលជាងគេបាទដល់ពេលធ្វើការចងក្រងអាហ្នឹងវារៀងមធ្យមការងារច្រើនតិចប៉ុន្តែបើយើងធ្វើជាក្រមតែម្ដងគឺវាជាការងារមួយដែលធ្ងន់ហើយដែលត្រូវការឲ្យយើងធ្វើការសិក្សាស៊ីជម្រៅមែនទែនបាទ3ហ្នឹងខុសគ្នាជាខ្លីគឺថាការធ្វើការប្រមូលផ្ដុំនេះគឺឧទាហរណ៍ថាក្នុងវិស័យពាណិជ្ជកម្មយើងយកច្បាប់ពាណិជ្ជកម្មទាំងអស់យកមកចងក្រងបាទហើយយើងយកទាំងអស់ទាំងច្បាប់ចាស់ទាំងច្បាប់ថ្មីច្បាប់ដែលត្រូវបាននិរាករត្រូវបានវិសោធនកម្មហ្នឹងគឺយើងយកមកដាក់មកដុំជុំគ្នាតែម្ដងបាទអញ្ចឹងអាហ្នឹងគឺជាទូទៅអាហ្នឹងវាបម្រើសម្រាប់ការសិក្សាស្រាវជ្រាវបាទហើយគេក៏អត់សូវយកមកប្រើសម្រាប់យកមកដាក់ជាផ្លូវការដែរបាទប៉ុន្តែវិធីសាស្ត្រទី2គឺជាតកតងនឹងការចងក្រងនេះអាហ្នឹងគឺគេអាចប្រមូលវិធានដែលពាក់ព័ន្ធទាំងអស់បាទប៉ុន្តែគេយកតែវិធានធរមានទេដែលយើងហៅច្បាប់បញ្ញត្តិដែលនៅជាធរមានយកមកចងក្រងចូលគ្នាហើយគេអាចបង្កើតជាមាតិកាជាអីបន្ថែមបាទដែលនេះជាលក្ខណៈពិសេសមួយហើយដែលលោកស្រី Elizabeth Kata ដែលជាអ្នកជំនាញការបារាំងគាត់នឹងបញ្យល់យើងបន្ថែមបាទប៉ុន្តែចំណុចមួយដែលជាគោលបំណងនៃការរៀបចំរបស់យើងគឺការធ្វើជាក្រមបាទហើយការធ្វើជាក្រមនេះគឺវាជាការងារច្រើនដែលតម្រូវឲ្យយើងធ្វើការស្រាវជ្រាវបាទទៅលើច្បាប់ដែលកំពុងតែមានបច្ចុប្បន្នបាទយើងយកវាយកមកចងក្រងបញ្ចូលគ្នាហើយត្រូវរៀបចំមាតិកាឡើងវិញហើយច្បាប់ខ្លះបើច្បាប់នឹងវាមិនអាចអនុវត្តបានអានឹងយើងអាចត្រូវនិរាករចោលបាទហើយបើត្រូវបំពេញបន្ថែមថ្មីអីយើងត្រូវមានការបំពេញបន្ថែមអញ្ចឹងវាមានជាបច្ចេកទេសមានជាវិធីសាស្ត្រជាក់លាក់ហើយនៅក្នុងនេះខ្ញុំបាទក៏បានលើកជាសង្ខេបអំពីផលប្រយោជន៍បាទគុណសម្បត្តិគុណវិបត្តិអីដែរប៉ុន្តែខ្ញុំបាទនឹងមិនចូលលំអិតទៅដល់ចំណុចតាក់ទងនឹងចំណុចនីមួយៗទេបាទគឺលោកស្រី Elizabeth Kata ក៏ដូចជាក្រុមពិភាក្សាទី2បាទទី1សំទោសនឹងជជែកលំអិតពាក់ព័ន្ធនឹងវិធីសាស្ត្រទាំងអស់នេះថាតើយើងគួរតែយកវិធីសាស្ត្រមួយណាបាទឥឡូវនេះខ្ញុំបាទសូមចូលទៅសេចក្តីព្រៀងមាតិកាហើយកន្លែងនេះជាវិធីសាស្ត្រមុននឹងឈានទៅដល់ការព្រៀងមាតិកានៃក្រមពាណិជ្ជកម្មគឺយើងខ្ញុំបានពិនិត្យទៅលើអ្វីដែលជានិយមន័យរបស់ពាក្យថាសកម្មភាពពាណិជ្ជកម្មឬក៏ពាណិជ្ជកិច្ចដែលមានកំណត់នៅក្នុងច្បាប់ជាធរមានរបស់យើងបច្ចុប្បន្នដែលយើងហៅជាច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្មហើយដែលអាដាមសុកសិផាណាបានលើកឡើងថាវាអាចមិនចូលឬក៏មិនគ្របដណ្ដប់ពេញលេញនៅអ្វីដែលជាសកម្មភាពឬក៏ប្រតិបត្តិការដែលបានធ្វើបច្ចុប្បន្នបាទព្រោះយើងមើលជាគោលយើងប្រើតែពាក្យទិញលក់បាទអញ្ចឹងវាមានតែលក់ទំនិញហើយនិងសេវាបាទអញ្ចឹងអានឹងគោលការណ៍ពាណិជ្ជកម្មយើងគិតថាមានតែពីរហ្នឹងប៉ុន្តែដល់ឥឡូវវាមានសញ្ញាណថ្មីទៀតថាតើយើងចាត់ទុកថាជាទំនិញឬក៏ជាសេវាដែរឬក៏អត់ទេទីដូចរឿងបញ្ហា crypto បញ្ហាអីផ្សេងឬក៏សេវាតាមប្រព័ន្ធអ៊ីនធឺណិត digital អីនេះបាទដែលជួនកាលយើងមើលទៅថានិយមន័យក្នុង
ច្បាប់ស្ដីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្មរបស់យើងវាអាចមានលក្ខណៈមិនគ្រប់ជ្រុងជ្រោយឬក៏មិនអាចដើរស្របជាមួយនឹងការវិវត្តរបស់សង្គមរបស់យើងហើយពេលខ្លះយើងឃើញថាប្រតិបត្តិការក៏វាកាន់តែសាមញ៉ាំទៅបាទដែលពេលខ្លះគឺនិយមន័យរបស់យើងប៉ុណ្ណេះវាអាចថាមិនទាន់គ្រប់គ្រាន់បាទហើយយើងខ្ញុំក៏បានធ្វើការស្រាវជ្រាវដែរទៅលើច្បាប់បាទដែលមានជាធរមានហើយនឹងច្បាប់ដែលគ្រោងបាទនឹងធ្វើបាទដែលនៅក្នុងនេះគឺបានសិក្សាជាគោលគឺអ្វីដែលជាវិធានរបស់ក្រសួងពាណិជ្ជកម្មហើយនឹងគម្រោងនីតិកម្មរបស់ក្រសួងពាណិជ្ជកម្មបាទដែលនៅក្នុងនោះគឺបញ្ជីលម្អិតតែម្ដងអាយដាមលោកជំទាវអស់លោកស្រីអាចមើលនៅក្នុងឯកសារដែលចែកជូនក្នុងឧបសម្ព័ន្ធទី4បាទហ្នឹងមានបញ្ជីទាំងអស់បាទហើយក្នុងហ្នឹងគឺបច្ចុប្បន្នវិស័យពាណិជ្ជកម្មដែលយើងគិតថាជាគោលហ្នឹងយើងមានច្បាប់21បាទដែលពាក់ព័ន្ធបាទហើយក្រសួងពាណិជ្ជកម្មគ្រោងនឹងធ្វើ6ទៀតសម្រាប់នីតិកាលទី7នេះបាទដែលក្នុងហ្នឹងអាចមានដូចជាតកតងនឹងបញ្ហារឿងសន្តានកម្មពាណិជ្ជកម្មពាក់ព័ន្ធនឹងកិច្ចសន្យាពាណិជ្ជកម្មបាទពាក់ព័ន្ធនឹងវិធានស្ដីពីភ្នាក់ងារពាណិជ្ជកម្មបាទច្បាប់ស្ដីពីការទទួលខុសត្រូវលើផលិតផលបាទក៏ដូចជាលើការសម្ងាត់ពាណិជ្ជកម្មផ្សេងបាទអញ្ចឹងនេះក៏យើងយកមកសិក្សាដែរដើម្បីយើងគិតថាតើច្បាប់ណាដែលមានស្រាប់យើងត្រូវបញ្ចូលក្នុងក្រមច្បាប់ណាដែលយើងត្រូវបន្ថែមបាទបំពេញបន្ថែមបាទហើយនៅក្នុងនោះគឺក្រមការងារបាទបានសាកល្បងបាទនៅក្នុងការរៀបចំនៅក្រមនេះប៉ុន្តែជាអភិក្រមយើងគិតថាទី1គឺក្រមពាណិជ្ជកម្មរបស់យើងនេះគឺយើងនិយាយតែវិធានដែលក្រម10ជាទូទៅលើវត្តនៃសកម្មភាពពាណិជ្ជកម្មបាទព្រោះយើងដឹងថាវិធានវាមានច្រើនបាទក្រសួងស្ថាប័នគ្រប់គ្រងពាក់ព័ន្ធក៏ច្រើនដែរអញ្ចឹងវត្តនៃវិធានពាណិជ្ជកម្មនេះគឺយើងយកជាទូទៅមានតែ3ឯងមានតែកើតមានតែដំណើរការហើយនឹងចប់ទៅវិញបាទប៉ុន្តែនៅក្នុងនេះមានការគិតគូរថាតើយើងអាចបន្ថែមទេការដោះស្រាយវិវាទបាទអញ្ចឹងអាជីវកម្មឬក៏ពាណិជ្ជកម្មមួយបាទកើតឡើងដោយរបៀបម៉េចបាទដំណើរការទៅបាទធ្វើប្រតិបត្តិការធ្វើសកម្មភាពហើយនឹងចុងក្រោយគឺការបិទបញ្ចប់ទៅវិញបាទអញ្ចឹងយើងគិតថាយើងយកតែ3នឹងទេបូកបញ្ចូលបន្ថែមជាមួយនឹងការដោះស្រាយវិវាទពាណិជ្ជកម្មប៉ុន្តែចំណុចនេះក៏ជាចំណុចនៃការជជែកវិភាសាដែរថាតើយើងយកមកដាក់នៅក្នុងនេះដែរឬក៏យ៉ាងម៉េចដោយសារជាបរិបទបច្ចុប្បន្នគឺផ្នែកតុលាការគឺជាគោលការណ៍គឺក្រសួងយុតិធម៌ជាអ្នកមានសមត្ថកិច្ចក្នុងការគ្រប់គ្រងចាត់ចែងបាទរួមទាំងតុលាការពាណិជ្ជកម្មផងបាទប៉ុន្តែដល់ពេលមជ្ឈត្តការពាណិជ្ជកម្មបាទ commercial arbitration គឺជាស្ថាប័នមួយក្រោមអាណាព្យាបាលរបស់អាចនិយាយចឹងចោះរបស់ក្រសួងពាណិជ្ជកម្មបាទអញ្ចឹងនៅក្នុងផ្នែកពាណិជ្ជកម្មមានការគិតគូរអំពីការបង្កើតនៅសន្តានកម្មបាទអញ្ចឹងតើយន្តការសន្តានកម្មនៅក្រោមទៅមុខក្រោមក្រសួងយុតិធម៌ឬក៏ក្រោមក្រសួងពាណិជ្ជកម្មអញ្ចឹងនេះក៏ជាចំណុចដែលយើងយកមកគិតនៅក្នុងការរៀបចំមាតិកានេះដែរចំណុចទី2គឺក្រមរបស់យើងនេះយើងគិតថាយើងនិយាយតែទៅលើ2ទេបាទក្រម10តែទៅលើទំនាក់ទំនងរវាងអាជីវ business to business បាទ B2B បាទហើយនឹងទី2គឺ B2C បាទទៅលើអាជីវកម្មជាមួយនឹងអ្នកប្រើប្រាស់ចុងក្រោយអញ្ចឹងយើងដកផ្នែកមួយគឺតាក់ទងនឹងរឿងអាជីវកម្មជាមួយនឹងរដ្ឋាភិបាលគឺយើងអត់យកមកដាក់នៅក្នុងក្រមនេះទេបាទអានេះជាការជជែកគ្នាដែលធ្លាប់ជជែកគ្នានៅការពិគ្រោះយោបល់លើកទី1នៅខេត្តបរសីហនុកាលពីខែធ្នូឆ្នាំ2025កន្លងទៅនេះនិងទី3គឺយើងគ្របដណ្ដប់បាទតែទៅលើផ្នែកដែលយើងពាក្យបច្ចេកទេសយើងហៅថាជានីតិពាណិជ្ជកម្មឯកជនបាទមិនគ្របដណ្ដប់ទៅលើនីតិពាណិជ្ជកម្មសាធារណៈឬក៏យើងហៅជានីតិសេដ្ឋកិច្ចសាធារណៈទេ
បាទអាហ្នឹងគឺរៀងជាក់លាក់តិចប៉ុន្តែយើងចង់និយាយថាយើងនិយាយតែរឿងសកម្មភាពដែលស្វែងរកប្រាក់ចំណេញបាទអញ្ចឹងដល់ពេលសកម្មភាពពាក់ព័ន្ធជាមួយនឹងស្ថាប័នរដ្ឋបាទរឿងគយពុនដាយជាឧទាហរណ៍អាហ្នឹងគឺយើងអត់ចែងយកមកដាក់នៅក្នុងក្រមហ្នឹងទេបាទអញ្ចឹងជាលទ្ធផលគឺបាទជាលទ្ធផលក្រមការងាររៀបចំតាក់តែក្រមនេះបានព្រៀងចាញ់ជាមេត្តាហើយដែលសម្រាប់ការពិគ្រោះយោបល់នេះហើយយើងខ្ញុំក៏សូមអធិស្ឋានដែរបើសិនថារៀបចំទៅវាមានលើសខ្វះឬក៏ត្រឹមត្រូវមិនត្រឹមត្រូវទេអាហ្នឹងក៏សូមអាយដាមលោកជំទាវជួយផ្ដល់ជាធាតុចូលបាទអញ្ចឹងនៅក្នុងនេះគឺយើងខ្ញុំរៀបចំថាយើងនឹងរៀបចំមានជាគន្ថៃចំនួន10បាទដែលគន្ថៃទី1គឺយើងនិយាយអំពីបទបញ្ញត្តិទូទៅអានេះជាស្តង់ដារគំរូទេបាទហើយទី2គឺយើងមានបញ្ញត្តិដែលនិយាយអំពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្មក៏ដូចជាសហគ្រាសពាណិជ្ជកម្មអញ្ចឹងកន្លែងនេះគឺយើងមានច្បាប់យើងដែលមានស្រាប់ទាំងពីរនឹងហើយបាទទី3គឺយើងនិយាយអំពីម៉ាកនិងពាណិជ្ជនាមបាទហើយកន្លែងនេះក៏មានការពិភាក្សាដែរថាជាគោលការណ៍កម្មសិទ្ធិបញ្ញាយើងមានទិដ្ឋភាព3 4បាទអញ្ចឹងឥឡូវបើយើងយកមកដាក់កន្លែងនេះត្រឹមតែម៉ាកហ្នឹងតើវាគ្រប់គ្រាន់ឬក៏យើងអាចនិយាយពីកម្មសិទ្ធិបញ្ញាជាទូទៅតែម្ដងព្រោះធម្មតាយើងមានម៉ាកយើងមានប្រកាសនីយបត្រកកម្មយើងហៅ patent បាទយើងមានសិទ្ធិអ្នកនិពន្ធសិទ្ធិប្រហាក់ប្រហែលអីបាទយើងមានផ្នែកកសិកម្មអីដូចជាក្របពូជអីណាផ្សេងទៀតបាទអញ្ចឹងថាយើងយកទាំងអស់ហ្នឹងយកមកដាក់នឹងមួយគ្នាឬក៏យើងនិយាយត្រឹមតែខ្លីមួយពាក់ព័ន្ធតែរឿងនៅក្រមសមត្ថកិច្ចក្រសួងពាណិជ្ជកម្មបច្ចុប្បន្នបាទយើងមាននិយាយអំពីចំណុចទី4អំពីប្រតិបត្តិការពាណិជ្ជកម្មបាទអញ្ចឹងប្រតិបត្តិការពាណិជ្ជកម្មនេះតកតងនឹងប្រភេទនៃកិច្ចសន្យាអញ្ចឹងថាតើកិច្ចសន្យាអីខ្លះដែលយើងអាចយកមកដាក់នៅក្នុងនេះបាទយើងចាំបាច់សរសេរទេឬក៏យើងយកក្រមរដ្ឋបវេនីយកមកប្រើតែម្ដងបាទអញ្ចឹងគឺវាមានចំណុចច្រើនបាទដែលត្រូវជជែកគ្នាទី5គឺការប្រកួតប្រជែងហើយនឹងកិច្ចការពារអ្នកប្រើប្រាស់អញ្ចឹងការប្រកួតប្រជែងគឺជា level playing field សំខាន់បាទដែលដល់មកប្រចាំការបានលើកឡើងមុននេះប៉ុន្តែក៏អាចចោទជាសំណួរបន្ថែមថាចុះរឿងជាមួយនឹងអ្នកប្រើប្រាស់តែយើងយកមកដាក់នៅក្នុងក្រមរបស់យើងអត់ហើយនេះក៏ជាបញ្ហាក្តៅនៅស្រុកយើងរាល់ថ្ងៃដែររឿងពាក់ព័ន្ធជាមួយនឹងអ្នកប្រើប្រាស់នេះបាទចំណុចទី6បាទគឺយើងបញ្ចូលអំពីយើងហៅការលំបាកនៃសហគ្រាសបាទអញ្ចឹងគឺរស់ស៊ីទៅគឺមានការជួបការលំបាកជាងការលំបាកខ្លះអាចស្ដារបានការលំបាកខ្លះមិនអាចស្ដារបានវាត្រូវតែមានការជំរះបញ្ជីមានអីផ្សេងបាទហើយកន្លងមកក៏មានការលើកឡើងអំពីច្បាប់ខ្សែធនរបស់កម្ពុជាយើងដែលថាជាច្បាប់មួយដែលមិនអាចអនុវត្តបានឬក៏មិនស៊ីជាមួយនឹងបរិបទកម្ពុជាអីចឹងឧទាហរណ៍បាទអញ្ចឹងកន្លែងនេះគឺយើងលើកមានយើងហៅការលំបាកដែលឈានទៅដល់ការបិទបញ្ចប់តាមតុលាការតាមផ្លូវតុលាការឬក៏ជាការបិទបញ្ចប់ធម្មតានៅពេលដែលយើងរកស៊ីមិនទៅមុខបាទចំណុចទី7បាទគឺតកតងនឹងការដោះស្រាយវិវាទបាទអញ្ចឹងថាតើយើងបញ្ចូលនៅការដោះស្រាយវិវាទនេះនៅក្នុងក្រមរបស់យើងដែរឬក៏អត់ទេបាទហើយតើយន្តការអីខ្លះយើងបញ្ចូលហើយចុងក្រោយគឺជាស្តង់ដារគឺតកតងនឹងទោសបញ្ញត្តិអន្តរបញ្ញត្តិហើយនឹងអវសានបញ្ញត្តិបាទអញ្ចឹងនេះគឺជាពង្រៀងបាទមាតិកាដែលយើងខ្ញុំបានព្រៀងហើយខ្ញុំសូមទៅចំណុចចុងក្រោយបាទតកតងជាមួយនឹងផែនការនៃការរៀបចំក្រមពាណិជ្ជកម្មនេះគឺបាទយើងខ្ញុំគិតគូររៀបចំជា3ដំណាក់កាលហើយក្នុងនេះគឺដំណាក់កាលទី1តកតងនឹងការពិគ្រោះយោបល់បង្កើតក្រុមការងារការស្រាវជ្រាវទស្សនកិច្ចសិក្សានេះគឺយើងខ្ញុំបានចាប់ផ្ដើមធ្វើតាំងពីខែវិច្ឆិកាឆ្នាំ2025មកហើយអាចថាមកដល់ថ្ងៃនេះគឺជាការរៀបចំនៃការពិគ្រោះយោបល់ដែលក្នុងផែនការបាទអញ្ចឹងរយៈពេល8ខែហើយដំណាក់កាលបន្ទាប់ពីនេះទៅបាទគឺនឹងមានការគិតគូរបាទនៅក្នុងការរៀបចំបង្កើតក្រុមការងារមួយដើម្បីបាទគឺយើងខ្ញុំនឹងប្រមូលធាតុចូលហើយបន្ទាប់មកគឺនឹងមានការបង្កើតនៅក្រុមការងារមួយដែលជាក្រុមការងាររៀបចំតាក់តែងក្រមពាណិជ្ជកម្មបាទអញ្ចឹងយើងនឹងទៅដល់ដំណាក់កាលនៃការរៀបចំក្រមនេះ
ហើយដែលក្រុមការងារនេះគឺតាមការគិតថាវាគួរតែជាសមាជិកភាពបាទគឺមានវិស័យសាធារណៈជារដ្ឋផងហើយនឹងក៏នឹងគួរតែមានវិស័យឯកជនចូលរួមផងដែរបាទអញ្ចឹងអាចអាយដាមលោកជំទាវជាពិសេសគឺតំណាងវិស័យឯកជនគឺអាចត្រៀមមានអ្នកជំនាញការដើម្បីចូលរួមនៅក្នុងការរៀបចំនេះបាទដើម្បីឲ្យវាមានលក្ខណៈគ្រប់ជ្រុងជ្រោយបាទហើយបន្ទាប់មកគឺវាជាបច្ចេកទេសនៅក្នុងការរៀបចំតាក់តែងបាទតើយើងយកវិធីសាស្ត្រមួយណាហ្នឹងគឺយើងនឹងបានជាលទ្ធផលចេញពីកិច្ចប្រជុំរបស់យើងដែរបាទហើយដែលការងារនេះយើងខ្ញុំគិតថារយៈពេល36ខែបាទអញ្ចឹងវា3ឆ្នាំហើយខ្ញុំអាចថាបញ្ចូលជាមួយនឹងដំណាក់កាលទី3អានេះជាដំណាក់កាលនីតិវិធីនៃការអនុម័តក្រមបាទដែលវាជានីតិវិធីមួយទៅឆ្លងទីស្តីការគណៈរដ្ឋមន្ត្រីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីហើយនឹងឆ្លងទៅអង្គនីតិបញ្ញត្តិអញ្ចឹងអានេះយើងគិតថា1ឆ្នាំបាទអញ្ចឹងបើបូក process នេះវា4ឆ្នាំ8ខែឥឡូវយើងបានឆ្លង8ខែហើយបាទអញ្ចឹងនៅសល់4ឆ្នាំឯកឧត្តមបកថាឲ្យ5ឆ្នាំអញ្ចឹងពួកខ្ញុំគិតថាមានពេលគ្រប់គ្រាន់បាទអញ្ចឹងគឺជាការគិតគូរបាទគឺជាការជំរុញនៅក្នុងការរៀបចំនេះបាទអញ្ចឹងខ្ញុំបាទសូមបញ្ចប់នៅបទបង្ហាញរបស់ខ្ញុំត្រឹមពេលនេះហើយសូមគោរពថ្លែងអំណរគុណចំពោះឯកឧត្តមបកក៏ដូចជាឯកឧត្តមលោកជំទាវលោកស្រីទាំងអស់បាទសូមអរគុណ